យ៉ាងណាខ្ញុំនាំបងប្អូនអ្នកគ្នាទៅមើលចការត្រេនហើយអ្នកណាខ្លះដែលអត់ទាន់ស្គាល់ដើមត្រេនឬក៏លឹកត្រេនផ្ទាល់ណាហើយក៏ខ្ញុំទៅដល់ផ្ទាល់ហ្នឹងក៏បានញ៉ាំត្រេននៅឯចំការឆ្ងាញ់ដែលផ្អែមនិយាយថាពិបាកបរិយាយហ្មងបងប្អូនរសជាតិមួយហើយចការត្រេនហ្នឹងគឺខ្ញុំទៅអត់ឆ្ងាយទេខ្ញុំទៅធ្វើកំពង់ចាមបែកលូងយើងបងប្អូនហើយចិត្តត្រេននៅបែកលូងបងប្អូនយើងភាគច្រើនស្គាល់ហើយដោយសារតែនៅហ្នឹងគឺត្រេនល្អធម្មជាតិហើយវាមានរសជាតិឆ្ងាញ់ហើយធានានូវគុណភាពមកវិញផងដែរអូខេឥឡូវយើងចេញទៅរៀងព្រឹកបន្តិចហើយបងប្អូនហើយក៏មិនព្រឹកប៉ុន្មានដែររៀងជ្រាវថ្ងៃបើកដល់ម៉ោង 9 នេះដែរហើយខ្ញុំក៏បានចូលមកដាក់នៅ Americano មួយកែវដើម្បីជាដើម្បីជា energy ក្នុងខ្លួនអូខេមកដល់អានេះនឹងវងមូអីហ៎បងប្អូននេះមានត្រេនមានចេកព្រំមុខ4ចុះអានោះមាសហ៎មានដូងដំរីបងប្អូនអូកប់ស្រីហើយមានហាងកាហ្វេមើលនេះមកជុំគ្នានេះត្រេននេះ Q Banquet ចាំបាញ់ប៉ាចូលមកដល់ជាការត្រេននេះបងប្អូនដើមថ្មីអូនោះត្រេនណាយើងធ្លាប់តែលក់ត្រេនឥឡូវយើងមកដល់ជាការផ្ទាល់ភ្លក់រសជាតិនៃជាការតែម្ដងចង់ដឹងថារសជាតិវាយ៉ាងណាអីយ៉ាងណាអញ្ចឹងប៉ប៉ិនក្បាលពោះប៉ាខ្ញុំចឹងចការនេះគឺខ្ញុំចូលមកដំបូងគេគឺមានឈ្មោះថានាគឃីវត្រេនណាត្រេននាគឃីវបងប្អូនអញ្ចឹងហើយត្រេននៅហ្នឹងគឺធំហើយក៏គេបេះពីដើមនៅម្ដុំហ្នឹងផងដែរហើយដើមមកចការគេហ្នឹងច្រើនហត្តាមែនទែនហើយបងប្អូនមើលទៅគឺអានេះគឺខ្ញុំមកមនុស្សតិចណាតែដល់ពេលខ្ញុំឆ្លងកាត់ទៅហើយដល់ពេលដែលខ្ញុំមកវិញខ្ញុំឃើញមនុស្សច្រើនជាងហ្នឹងហើយឡានចតឡើងពេញផ្លូវឡើងនិយាយថាមនុស្សច្រើនបណ្ដោយហើយនេះគឺជាលឹកត្រេនហើយអ្នកណាខ្លះដែលអត់ទាន់ស្គាល់លឹកត្រេនហ្នឹងឥឡូវយើងបានមកដល់ចការមួយទៀតហើយដើរចូលមកដល់ក្នុងផ្ទះគេហ្នឹងគឺឃើញផ្លែនេះមួយគឺធំជាងខ្លួនខ្ញុំទៀតបងប្អូនហើយបើថាខ្លែបវាវិញទៅ3ខ្លែបប៉ុន្តែបើនិយាយពីសាច់វិញចូល1គីឡូហើយគ្រាន់សាច់ត្រេនខាងក្នុងខ្ញុំប្រុងកក់ដែរតែគេកក់មុនបាត់ហើយបងប្អូនអើយហ្នឹងហើយចាយលក់10កូនវាយកទៅលក់ដែរពេញមាត់ល្អបងប្អូនហើយផ្អែមនេះគ្រាប់អធិស្ឋានបងប្អូនរៀងបាក់មើលទេតែឲ្យមើលគ្រាប់ប្រពន្ធតែមេដៃខ្ញុំឯងហើយបងប្អូនអ្នកជួបខ្ញុំនៅក្រៅដឹងហើយខ្ញុំស្គាល់ហ្នឹងចឹងពេលចូលមកដល់គឺម្ចាស់ចការគាត់បានពុះត្រេនស្វាគមន៍ទទួលយើងតែម្ដងគឺដាក់នៅលើតុបាយយើងតែម្ដងហើយខ្ញុំក៏បានញ៉ាំហើយនិយាយថារសជាតិខុសពីយើងទិញនៅផ្សារដាច់តែម្ដងបងប្អូននិយាយថាយើងញ៉ាំភ្លាមចឹងនៅចការផ្ទាល់អារម្មណ៍មួយហ្នឹងហើយរសជាតិមួយហ្នឹងវាពិបាកនិយាយខ្ញុំដឹងត្រឹមថាវាឆ្ងាញ់ជាងពីដែលយើងទិញនៅផ្សារបងប្អូនមកមើលរបៀបមកមើលត្រេនអារបៀបមើលឲ្យច្បាស់ហ្មងអាបលាស្រួចមុតចេះគឺត្រេនពូជម៉ាន់ថងហើយអាមួយទៀតនេះគឺអាអត់ស្រួចនេះអាអត់ស្រួចនេះអាហ្នឹងខ្នោបងប្អូនពីរហ្នឹងខុសគ្នារសជាតិខុសគ្នាដូចគ្នាអញ្ចឹងកុំច្រឡំអានោះត្រេនអានេះខ្នោអញ្ចឹងអាបលាស្រួចត្រេនអាអត់ស្រួចអត់មុតនេះខ្នោមុននឹងនិយាយលេខទេបងប្អូនអើយតាមពិតទៅបងប្អូនយើងប្រហែលជាដឹងច្បាស់ហើយសាច់រឿងហ្នឹងខ្ញុំនិយាយអត់ខុសទេហើយខ្ញុំជាមួយម៉ាក់ខ្ញុំជាមួយនឹងយាយខ្ញុំក៏បានដើរមើលនៅដើមផ្សេងយោនិយាយថាដើរឡើងចុកជើងតែម្ដងគឺជាការត្រេនធំមែនទែនហើយនៅខាងក្រោយជាការត្រេនហ្នឹងគឺយើងមានអីដូចជាជ្រេលចម្រេលដូចជ្រោះអញ្ចឹងណាបងប្អូនប៉ុន្តែអត់មានទឹកទេខ្ញុំនិយាយមែនបើរាល់ថ្ងៃម៉ាក់ខ្ញុំមានជាការត្រេនឲ្យខ្ញុំទៅចាំខ្ញុំទៅដេកចាំមែនបងប្អូនមូលហេតុដែលដេកចាំព្រោះបានញ៉ាំរាល់ថ្ងៃហ្មងខាងក្រោយចំការត្រេនគឺមានចម្រេលចុះទៅក្រោមឃើញទេជាការត្រេននៅក្រោមនោះទៀតអានេះរបៀបដូចចលងភ្នំអញ្ចឹងណាបងប្អូនចោតទៀតនិយាយថាកប់សេរីតែម្ដងនេះហើយដើមនេះវិញក៏ខ្ញុំអត់បានកាច់ឬក៏បេះដែរបងប្អូនគឺវាដាច់តួងខ្លួនវាគឺធម្មជាតិប៉ុន្តែដោយសារតែមានខ្សែចងនៅនឹងអញ្ចឹងទៅក៏វានៅលើដើមជាប់អញ្ចឹងទៅខំអីវាធ្លាក់ដល់ដីបាត់ហើយបងប្អូនហើយអាប្លាដែលយើងបេះភ្លាមហ្នឹងគឺវាមុតខ្លាំងមែនតើបងប្អូនមុតដូចមកជុលយើងដេកកៅអៅអញ្ចឹងណាឥឡូវយើងមកមើលសកម្មភាពដែលបងគាត់បេះត្រេនតម្លាក់ពីលើដើមមកនិយាយទៅដើមនេះវាមិនខ្ពស់ដូចដែលយើងឃើញនៅកោះកុងឬក៏នៅប្រទេសក្រៅទេបងប្អូនវាល្មមគួរសមដែរប៉ុន្តែផ្លែវាមួយចេញមកគឺដុំដាំងយកបើតាមខ្ញុំសួរបងកម្មករដែលគាត់បេះត្រេននៅហ្នឹងអ្នកដែលត្រូនៅខាងក្រោមហ្នឹងក៏គាត់ធ្លាប់មានបទពិសោធន៍ធ្លាក់ត្រូវក្បាលដែរហើយខ្ញុំសួរទៅថាពេលហ្នឹងឈឺខ្លាំងមែនតើព្រោះដោយសារតែលើកដំបូងតែដល់ពេលយូរទៅគាត់
ចូលលេខណៈស៊ាំបងប្អូនក៏ធ្វើការនឹងយូរទៅតែទោះជាយ៉ាងណាសាច់មនុស្សក៏នៅតែឈឺដែរទោះបីធ្លាក់ម្ដងហើយម្ដងទៀតក៏នៅតែឈឺហើយយើងមកវិញក៏បានពុះត្រេនមួយចានទៀតញ៉ាំជុំគ្នាជាមួយនឹងគ្រួសារខ្ញុំតែម្ដងហើយធំមែនតើបន្ទាប់ពីយើងមកត្រេនជាច្រើនគីឡូសម្រាប់ម៉ួយអតិជនរបស់ម៉ាក់ខ្ញុំដែលគាត់យកទៅបោះដុំលក់បន្តហើយតម្លៃសមរម្យមែនតើចឹងបងប្អូនត្រូវការអីអាចតំណងមកបានហើយយើងបញ្ចប់ការងាររួចរាល់ក៏យើងបានចេញដំណើរមកផ្ទះវិញហើយក៏ឈានចូលទៅមើលស្ពានស្ទឹងត្រង់បន្តិចគឺស្អាតមែនទែនហើយពោះខ្ញុំវិញមួយថ្ងៃហ្នឹងគឺមានតែត្រេនហើយនឹងព្រីងទឹកសុទ្ធទេបងប្អូនគឺមានតែប៉ុណ្្នឹងឯងហើយបើសិនបងប្អូនចូលចិត្តវីដេអូរបស់ខ្ញុំអាចជួយគ្រប់គ្រង follow page ឬក៏ subscribe channel YouTube ខ្ញុំផងអរគុណច្រើនជួបគ្នាវីដេអូក្រោយបាយបាយ